លោកពូមុតចិនណាបាទអរគុណដែលបានចូលខមមិនអាក្បត់ជាតិសៀមរាំងស៊ីបាទវាមិនដែលម៉ែអាណាប្រទេសជាតិកំពុងមានសង្គ្រាមទៅបង្ហោះសារចេញលិខិតគៀងគោបងប្អូនប្រជាពលរដ្ឋយុវជនក៏ដូចជាយោធារបស់យើងឲ្យតែផ្ដួលរលំរាជរដ្ឋាភិបាលរបស់យើងមានសម្ដេចធិបតីសម្ដេចតេជោតើស័ក្តិសមទេពុកម៉ែបងប្អូនវាប្រៀបបីដូចជាកំពុងតែជួយសត្រូវឈោខាងសត្រូវឥឡូវសត្រូវយើងបានចិត្តយកខ្លឹមសាររបស់គាត់ទៅសេបង្ហោះនោះយកទៅចុះផ្សាយព្រមព្រៀតក្រមជ្រុលនិយមថៃបានចិត្តជំរុញឲ្យកងទ័ពថៃវាយប្រហារមកលើយើងបាទជំរុញថាណាមានខ្មែរមួយចំនួនគឺសុចិត្តឈរនៅខាងចៅសៀមណាជំរុញឲ្យផ្ដួលរលំរបបណាសម័យសម្ដេចតេជោសម្ដេចធិបតីវាស្មើនឹងជួយសត្រូវមិនមែនជួយយើងខ្មែរយើងគ្រប់គ្រងយើងតតាំងសត្រូវទេណាពុកម៉ែបងប្អូនស្ដាប់ឲ្យច្បាស់អានេះគេហៅថាក្បត់ជាតិវាអត់ខុសទេហើយសម្ដេចលោកអត់ធ្មត់ណាស់ប្រទេសជាតិកំពុងមានបញ្ហាលោកសុចិត្តថាខ្មែរពេលបច្ចុប្បន្ននេះខ្មែរតែមួយមិនថានៅប្រទេសណាកន្លែងណាឯនាយសមុទ្រឯណាទេគឺត្រូវការកម្លាំងសាមគ្គីដើម្បីទប់ទល់ជាមួយនឹងចៅប្រវត្តិសាស្ត្ររបស់យើង